ជំរាបសួរបងប្អូនកូនគ្រួជាទីស្រឡាញ់និងជាទីរាប់អានខ្ញុំឈ្មោះជុតខៃជាអ្នកនិពន្ធខ្មែរម្នាក់សប្តាហ៍រស់នៅប្រទេសបារាំងខ្ញុំធ្លាប់ជាប់នៅក្នុងរបបខ្មែរក្រហមពីឆ្នាំ1975ក៏78តទៅនេះខ្ញុំសូមជម្រាបបងប្អូនកូនគ្រួទាំងអស់ពីស្ថានភាពនៅភ្នំពេញមួយខែក្រោយខ្មែរក្រហមចូលបដាខ្ញុំសូមជម្រាបថាចំណុចនោះខ្មែរសង្គ្រាមវាមកដល់5ឆ្នាំផ្លាយហើយអ្នកភ្នំពេញដូចជាដោយដាយដោយសង្គ្រាមទៅខ្លះណាស់ហើយបានឲ្យតែចប់ម្នាក់ទៅដោយអត់បានគិតពីរឿងដែលខ្មែរក្រហមមានកាប់សម្លាប់អីទៅទៀតអត់បានគិតហើយអត់មិនស្មានថាសុខខ្មែរទៅដល់ថ្នាក់នេះអត់ស្មានតតែសុខពីព្រោះសម្ដេចនរោត្តមសីហនុណាការនៅពេលកាញ់លោកតែងតែមានព្រះអង្គការតាមដែលវត្ថុពេលកាញ់មកថាអ្នកដែលមានទោសតែ7នាក់ទេកែលោកអត់ទេទេអញ្ចឹងអ្នកនេះដូចជាសបាយចិត្តទៅវិញពីព្រោះយ៉ាទៀតក៏ត្រូវពេលដែលចូលឆ្នាំនេះក៏ចិត្តបដល់ដែរប៉ុន្តែប្រពៃយើងចេះមិនរួចទេពីព្រោះខ្មែរក្រហមនៅពាត់ចំបែពាត់ដែលប្រពៃចិត្តចំបោះហើយយើងមិនអាចទៅដល់បានទេតែណាកំភ្លើងតូចកំភ្លើងធប់នៅតែលឺគ្មានឈប់ឈរដល់អ្នកតែពេលខ្លះកំភ្លើងធំនឹងបានបាញ់ចូលមកប្រពៃទៀតបាញ់មកម្ដងគឺគាត់ពលឺ20-30នាក់ហើយលបពុត50នាក់អីចាត់ទៅអានឹងកំភ្លើងធំមកខ្មែរក៏មិនបាញ់ចូលមកប្រពៃសិនរៀងរាល់ពេលអត់រួចដល់ពេលថ្ងៃ17មេសាឆ្នាំ1975ទៅតែដល់ពេលប្រហែល9ព្រឹកពួកខ្មែរក្រហមនោះបានចូលមកដល់ប្រពៃអានេះក្រុមតនិនខ្ញុំសូមបើកមួយកញ្ចក់បន្តិចបាទចាប់សូមជម្រាបបងប្អូនកូនក្មួយទាំងអស់ថាណែបើបងប្អូនកូនក្មួយចង់ដឹងឲ្យច្បាស់លាស់អំពីរឿងដែលរបបខ្មែរក្រហមនោះសូមមើលសភៅរបស់ខ្ញុំដែលឈ្មោះថាអស្រងគោលនៃប្រជាជាតិមួយដែលបោះពុម្ពដោយអវតារសភៅនោះមាន2ក្បាលដែលបងប្អូនចង់ដឹងឲ្យច្បាស់ពីរបបខ្មែរក្រហមមានសម្បងប្អូនមើលសភៅខ្ញុំក៏ទៅបានដឹងដែរបាទបើអញ្ចឹងគាត់ថានៅខែមេសាឆ្នាំ1975ហ្នឹងគឺថាអត់មានអីទេប្រជាជនសប្បាយធម្មតាទៅសប្បាយព្រោះចាប់ទទួលសម្ដេចឪនឹងមកវិញដើម្បីព្រោះថាយើងចាប់សង្គ្រាមហើយយើងសប្បាយហើយលែងមានស្លាប់លែងមានភ្លើងអីទៀតហើយតែប៉ុណ្្នឹងឯងបាទអូយបែបចុះវិញដល់ឆ្នាំបែបដល់ថ្ងៃ17មេសានេះបាយខោពីចូលមកនេះជាលាទៅមកទៅលាទៅថាគេថាមកចេញពីផ្ទះតបតទៅបាយសម្រាប់ចោលបងនោះហើយទៅពីរឿងសុខខ្មែរមកដល់ថ្ងៃ17មេសា1975